តោះអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាស្គាល់អំពីលក្ខណៈ sigma ហើយនឹងរូបមន្តផលបូកមួយចំនួនអញ្ចឹងឥឡូវយើងចាប់ដើមចូលដល់ការគណនាណាបាទអញ្ចឹងមុននឹងគណនាខ្ញុំរំលឹកឡើងវិញបន្តិចតាក់ទងជាមួយនឹងរូបមន្តផលបូករបស់យើងដែលសំខាន់ណាអញ្ចឹងរូបមន្តផលបូកដែលយើងត្រូវចងចាំទី1នោះគឺរូបមន្ត sigma k ស្មើ1រហូតដល់ n នៃ k អញ្ចឹងគឺបាន1បូក2បូក3បូកចុចបូកដល់ n ណាចឹងរូបមន្តវាយើងគឺស្មើនឹង n កតា n បូក1លើ2បាទនេះគឺជារូបមន្តមួយទៀតរូបមន្តទី2យើងគឺបើការស្មើ1ការ៉េបូក2ការ៉េបូកចុចបូកដល់ n ការ៉េរូបមន្តយើងគឺស្មើ n កតា n បូក1កតានឹង 2n បូក1លើ6មួយទៀតគឺបើឲ្យយើងរូបមន្តទី3ការស្មើ1ទៅគឺ1គីបបូក2គីបបូក3គីបចឹងរូបមន្តវាគឺស្មើនឹង n កតា n បូក1បាទលើ2លើកវាជាការ៉េបាទនេះគឺជារូបមន្តដែលយើងត្រូវចងចាំបាទហើយយើងចាប់ដើមមើលលក្ខណៈទាំងអស់គ្នាណាបាទអញ្ចឹងដើម្បីធ្វើលំហាត់កនេះបានអ្នកនេះត្រូវប្រើលក្ខណៈមួយគឺលក្ខណៈ sigma នៃការស្មើ1រហូតដល់ n នៃ ak បូក bk បាទនេះគឺលក្ខណៈមួយនេះណាអញ្ចឹងលក្ខណៈមួយហ្នឹងគឺស្មើនឹងបាទស្មើជាមួយនឹងsigma ការស្មើ1រហូតដល់ n នៃ ak បូកនឹង sigma ការស្មើ1រហូតដល់ n នៃ bk បាទនេះគឺជាលក្ខណៈមួយដ៏សំខាន់ដែលយើងត្រូវការយកប្រើសម្រាប់គណនាហ្នឹងណាបាទអញ្ចឹងអ្នកនរគ្នាបន្ទាប់ពីយើងប្រើលក្ខណៈនេះរួចបាទយើងមកមើលទៅលើការអនុវត្តរបស់យើងវិញហើយដោយសារលេខ3នេះជាចំនួនថេរនេះអាចទាញវាចេញក្រៅបានណាបាទការស្មើ1រហូតដល់10នៃការបូកនឹង sigma នៃការស្មើ1រហូតដល់10នៃលេខ2បាទហើយបើអ្នកនរគ្នាចងចាំមិនភ្លេចទេបាទតកតងជាមួយនឹងលក្ខណៈរបស់យើងមួយទៀតគឺនៅពេលដែលយើងមាន sigma ការស្មើ1រហូតដល់ n នៃចំនួនថេរគឺស្មើយក n ហ្នឹងគុណនឹងអក្សរសេរតែម្ដងអញ្ចឹងហើយបាទអញ្ចឹងកន្លែងនេះគឺស្មើជាមួយនឹងបាទឡើយចាប់ដើមតទៅណាគឺស្មើជាមួយនឹងកន្លែងនេះគឺ3ដដែលប៉ុន្តែរូបមន្តនេះគឺ10កតានឹង10បូក1នេះរូបមន្តទី1នេះណាបាទបូក1លើ2បូកជាមួយនឹងយកនេះគឺប្រើលក្ខណៈមួយនេះបាទលក្ខណៈមួយនេះណាលើនេះគឺយើងប្រើលក្ខណៈមួយនេះលក្ខណៈ sigma នៃផលបូកមកផលបូក sigma មួយណាគឺស្មើនឹង2គុណនឹង10តែម្ដងអញ្ចឹងនៅនេះគេអត់នេះទេបាទគេអត់នេះទេយើងស្រួលបាទអញ្ចឹង3គុណនឹង5គុណនឹង11បូកនឹង20អញ្ចឹងកន្លែងនេះឃើញ15គុណនឹង11បាទបូកនឹង20អញ្ចឹង15គុណ11វាឃើញ15 100បាទ165បូកនឹង20អញ្ចឹងឃើញ185បាទនេះគឺជាតម្លៃនៃការគណនា sigma ទី1ចំពោះទី2ហ្នឹងក៏ដូចគ្នាដែរអ្នកនរគ្នាប្រើលក្ខណៈ sigma មកបាទអញ្ចឹង sigma របស់យើងគឺការស្មើ1បាទរហូតដល់100នេះយើងទាញលេខ3ចេញមកក្រៅបានណាបាទនៃការការ៉េនេះទាញលេខ2ចេញមកក្រៅ sigma បានការស្មើ1រហូតដល់100នៃការអញ្ចឹងលទ្ធផលវាគឺ3នេះរូបមន្តរបស់យើងហ្នឹងគឺអ្នកនរគ្នាប្រើរូបមន្តទី2បាទរូបមន្តមួយនេះណាដោយសារការការ៉េអញ្ចឹង n យើង100បាទអញ្ចឹង100កតានឹង100បូក1បាទកតានឹង2គុណនឹង100បូក1បាទលើ6បាទបន្ទាប់ពីហ្នឹងទៅគឺអ្នកនរគ្នាត្រូវមើលទៅលើរូបមន្តទី2នេះគឺ2នេះរូបមន្តទី1វិញតាទី1ណា100កតានឹង100បូក1បាទ100បូក1ចែកនឹង2បាទអញ្ចឹងនៅក្នុងករណីនេះបាទអ្នកនរគ្នាគុណលេខធម្មតាណាអញ្ចឹងកន្លែងនេះយើងសម្រួលលេខ3ចោលមួយណាសម្រួលលេខ3នេះចោលមួយទៅសម្រួលលេខ2ទៀតអញ្ចឹងឃើញ50
គុណនឹង101បាទគុណនឹង201បាទនេះយើងសម្រួលលេខ2ចោលឃើញ100បាទឃើញ100គុណនឹង101ណាអ្នកនរគ្នាទាញនេះគេត្រូវទាញណាកុំនេះអីបាទយើងត្រូវទាញអញ្ចឹងអ្នកនរគ្នាទាញអានេះមាន50ដែរណានៅក្នុងនេះគឺមាន50ដែរនេះក៏មាន50នេះមាន101អញ្ចឹងយើងទាញ50គុណនឹង101ជាកតាតួទី1សល់201តួទី2សល់លេខ2ណាបាទ50គុណនឹង101បាន5050អានេះឃើញគុណនឹង2003ហើយអ្នកចង់គុណលេខយើងគុណខ្លួនឯងមកណាតែឥឡូវយើងអត់គុណនេះទុកចោលប៉ុណ្ណឹងចុះណាបាទនេះគឺជាលក្ខណៈសិក្មាបាទការប្រើលក្ខណៈផលបូកហ្នឹងបាទផលបូកនៃសិក្មាហ្នឹងគឺយើងធ្វើបែបហ្នឹងណាបាទមួយទៀតចំពោះសំណួរគោក៏មិនខុសគ្នាដែរបាទគឺអ្នកនរគ្នាមុននឹងធ្វើគឺយើងត្រូវពលាតសិនណាពលាតខាងក្នុងហ្នឹងសិនអញ្ចឹងពលាតខាងក្នុងហ្នឹងគឺការការ៉េបូក2កាបូក1ណារូបមន្តបាទរូបមន្តហ្នឹងគឺរូបមន្ត a បូក b លើកវាជាការ៉េអញ្ចឹងស្មើ a ការ៉េបូក 2ab បូក b ការ៉េបាទនេះគឺជារូបមន្តរបស់យើងអញ្ចឹងអ្នកនរគ្នាបំបែកមកដោយប្រើលក្ខណៈសិក្មាការស្មើ1រហូតដល់20នៃការការ៉េនេះយើងទាញលេខ2ចេញបានណាបាទការស្មើ1ដល់20នៃការបូកនឹងសិក្មាការស្មើ1រហូតដល់20នៃលេខ1បាទអញ្ចឹងនៅក្នុងករណីនេះបាទនៅក្នុងករណីនេះអ្នកនរគ្នាប្រើរូបមន្តធម្មតាទៅគឺ20រូបមន្តទី2ណា20បូក1តានឹង2គុណនឹង20បូក1បាទលើ6អានេះ2គុណនឹង20តានឹង20បូក1បាទលើ2បូកជាមួយនឹង1គុណនឹង20បាទអញ្ចឹងអ្នកនេះចាប់ដើមស្រួលអានេះបើអ្នកនេះបូកទៅឃើញ21ណា21យើងស្រួលនឹង3មួយនេះសម7អានេះស្រួល2សល់បាទ10គុណនឹង7គុណនឹង41នេះយើងស្រួលនេះចាមកឃើញ20បាទគុណនឹង21បាទបូកជាមួយនឹង20បាទអញ្ចឹងបន្តមកទៀតអ្នកនេះនាំលេខគុណលេខមកឃើញស្មើជាមួយនឹង70គុណនឹង41អានេះបូកនឹង420បូកនឹង20បាទអញ្ចឹងឃើញ7 28 0បូកជាមួយនឹង400បាទ40បាទនេះយើងបូកចូលគ្នាទៅឃើញនេះយើងបូកណា440បាទអញ្ចឹងយើងបូកចូលគ្នាមកនេះមកឃើញ11ដល់11 23ដល់12បាទឃើញប៉ុណ្នេះណាបាទនេះគឺជាផលបូកនៃសំណួរគោបាទអញ្ចឹងបាទបន្ទាប់ពីនេះយើងមើលគំរូហើយយើងចាប់ផ្ដើមធ្វើលំហាត់អនុវត្តនេះចំនួន3ខ្ទង់ណាបាទទីគឺអក្សរខងចហើយនឹងឆចំពោះអក្សរឆយើងពលាតរូបមន្តហើយយើងបំបែកសិក្មាមកណាបាទហើយចំពោះអក្សរឆយើងត្រូវគុណពលាតសិនបាទគុណពលាតហើយយើងស៊ីសងមកអស់ហើយណាចាំយើងចាប់ផ្ដើមបំបែកមកលក្ខណៈសិក្មានៃផលបូកមកណាស្មើផលបូកសិក្មាមួយ